រឿងរ៉ាវកូនខ្លាកំពុងល្បីនាយឧត្តមសេនីយ៍សៅសុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសមានសហសនាមថា007ត្រូវបានបញ្ជាក់យ៉ាងដូចនេះថាបងប្អូនជាទីមេត្រីកាលពីពេលថ្មីកន្លងទៅនេះមានវីដេអូមួយបានផ្ទុះការចែកចាយពេញបណ្ដាញសង្គម Facebook ដែលពាក់ព័ន្ធជាមួយនឹងបុគ្គលម្នាក់ដែលអះអាងថាជាកូនខ្លារបស់សមត្ថកិច្ចហើយបានជិះម៉ូតូប្រដេញយុវជន2នាក់ដែលជិះម៉ូតូមួយគ្រឿងហើយធាក់ផ្ដួលនិងប្រើហិង្សាវាយបណ្ដាលឲ្យរងរបួសរហូតដល់ប្រកាច់កាលពីយប់រំលងអាទិត្យថ្ងៃទី26ខែកក្កដាឆ្នាំ2026ស្ថិតនៅសង្កាត់ទន្លេបន្សាក់ខណ្ឌចំការមនរាជធានីភ្នំពេញពាក់ព័ន្ធនឹងករណីនេះដែរធ្វើឲ្យមហាជននៅក្នុងបណ្ដាញសង្គម Facebook ផ្ទុះការរិះគន់ជាខ្លាំងទៅដល់ករណីខាងលើនេះនៅទីបំផុតបុគ្គលដែលអះអាងថាជាកូនខ្លារបស់សមត្ថកិច្ចត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបានហើយកងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី28ខែកក្កដាឆ្នាំ2026នេះបានឃាត់ខ្លួនបុគ្គលម្នាក់មានឈ្មោះថារតនពិសាលអាយុ17ឆ្នាំដែលបានអះអាងថាជាកូនខ្លារបស់សមត្ថកិច្ចការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីបុគ្គលរូបនេះបានប្រព្រឹត្តអំពើហិង្សាទៅលើយុវជន2នាក់បណ្ដាលឲ្យរងរបួសដោយម្នាក់ប្រុសកាច់ជាមួយគ្នានេះផងដែរមានកូនខ្លាម្នាក់ទៀតក៏ត្រូវបាននគរបាលឃាត់ខ្លួនបាននៅសង្កាត់ស្ទឹងមានជ័យទី1ខណ្ឌមានជ័យនៅថ្ងៃទី29ខែកក្កដាឆ្នាំ2026គឺនៅថ្ងៃនេះតែម្ដងនេះបើយោងតាមការចុះផ្សាយរបស់លោកសនសុភ័ក្រដែលជាអគ្គនាយករងសារព័ត៌មាន Fresh News ហើយពាក់ព័ន្ធជាមួយនឹងរហស្សនាម007នេះផងដែរបើយោងតាមអ្វីដែលលោកវ៉ាន់សារាយបានលើកឡើងនៅក្នុងទំព័រ Facebook របស់លោកបានលើកឡើងបែបនេះថានាយឧត្តមសេនីយ៍សៅសុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសមានសហសនាម007ថ្ងៃនេះគេផ្អើលរឿងកូនខ្លាមេ007សូមបញ្ជាក់ថាកូនខ្លាមេ007គឺជាមន្ត្រីនគរបាលមិនមានជាប់ពាក់ព័ន្ធអ្វីជាមួយនាយឧត្តមសេនីយ៍សៅសុខានោះទេសូមបងប្អូនជ្រាបជាដំណឹងកូនខ្លានេះគេល្បីយូរហើយជាពិសេសក្នុងជួរកងកម្លាំងនគរបាលកូនខ្លានេះគេចាត់ទុកជាកិច្ចសម្ងាត់បង្កប់ខ្លួនជាមួយនឹងក្រុមល្មើសតែប្រើក្នុងគោលដៅបែបណាខ្ញុំមិនជ្រាបទេពាក់ព័ន្ធនឹងរហស្សនាម007នេះផងដែរសូម្បីតែលោកផៃវណ្ណៈក៏បានលើកឡើងនៅក្នុងទំព័រ Facebook របស់លោកផងដែរដោយលោកបានបញ្ជាក់យ៉ាងដូចនេះថាលោកវីរៈស្នេហ៍តូអុកចម្រើននាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមានរហស្សនាមទិវា07គាត់ជាអ្នកដឹកនាំបង្ក្រាបក្មេងទំនើងក្នុងរាជធានីភ្នំពេញបានជាច្រើនករណីគាត់មិនមានការពាក់ព័ន្ធជាមួយនឹងទង្វើក្មេងពាលដែលវាយទាត់ធាក់យុវជនម្នាក់នោះទេគ្រាន់តែក្មេងពាលម្នាក់យករហស្សនាមគាត់ទៅប្រើបែរជានាំគ្នាមករករឿងគាត់មិនត្រឹមត្រូវទេគ្រប់គ្នាត្រូវចេះស្រាវជ្រាវស៊ើបអង្កេតព័ត៌មានឲ្យច្បាស់លាស់ជៀសវាងគេមន្ត្រីគ្មានកំហុស